នៅខេត្តសៀមរាបមានប្រាសាទអង្គរវត្តដ៏ធំល្បីល្បាញដែលជាសំណង់បុរាណដ៏អស្ចារ្យបំផុតរបស់ជាតិខ្មែរប្រាសាទនេះសាងសង់ក្នុងសតវត្សទី12ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុប៉ុន្តែអ្នកភូមិជុំវិញនិយាយថាប្រលឹងរបស់ពលរដ្ឋនិងទាសកររដ្ឋមួយនាក់ដែលស្លាប់នៅក្នុងការសាងសង់នៅតែវិលវល់នៅទីនោះជាពិសេសនៅពេលយប់គេឮសំឡេងស្រែកយំនិងសំឡេងគោះថ្មឮពីចម្ងាយមានរឿងព្រេងថាខ្លោងទ្វារខាងកើតនៃអង្គរធំគេហៅថាខ្លោងទ្វារខ្មោចព្រោះជាច្រកដែលប្រាយដង្ហែសពស្ដេចនិងពលរដ្ឋសម័យបុរាណកាលពីប៉ុន្មានឆ្នាំមុនមានក្រុមមិត្តភ័ក្តិ5នាក់ឈ្មោះសុវណ្ណស្រីពៅធីវណ្ណានិងសុភាដែលជាអ្នកទេសចរវ័យក្មេងមកពីភ្នំពេញពួកគេចូលចិត្តស្វែងរកការផ្សងព្រេងហើយតែងតែនិយាយរឿងខ្មោចជាមួយគ្នាពេលមកដល់សៀមរាបពួកគេស្នាក់នៅសន្តាគារក្បែរអង្គរវត្តហើយសុវណ្ណបាននិយាយឡើងថាឯងឮរឿងខ្មោចនៅអង្គរវត្តទេគេថានៅពេលយប់មានស្រមោលទេវតានិងអប្សរាលេចមុខប៉ុន្តែបើឯងនិយាយអ្វីអាក្រក់វានឹងដេញតាមឯងតាមផ្ទះយើងសាកទៅដើរលេងនៅប្រាសាទពេលយប់ម្ដងទៅថតរូបបង្ហោះ Instagram ល្បីហ្មងស្រីពៅសែកសឹកឯងឈួតដែរសុវណ្ណខ្ញុំខ្លាចណាស់ប៉ុន្តែបើឯងទៅអស់ខ្ញុំក៏ទៅដែរគេថាមានខ្មោចក្បាលអណ្ដែតឬក៏អាបនៅជុំវិញបឹងស្រះស្រង់ផងធីដែលក្លាហានបំផុតនិយាយថាទៅចុះរឿងខ្មោចគឺគេប្រឌិតដើម្បីបំភ័យទេសចរយើងមាន5នាក់មានអីខ្លាចយកភ្លើងពើនិងកាមេរ៉ាទៅថតវីដេអូវណ្ណានិងសុភាងក់ក្បាលយល់ព្រមពួកគេសម្រេចលបចូលប្រាសាទតាព្រំដែលស្ថិតក្នុងរង្វង់អង្គរពេលយប់ជ្រៅព្រោះវាមានដើមឈើធំរុំយំវិញហើយគេនិយាយថាមានព្រលឹងទេវតាចាំថែរក្សាអ្នកយាមប្រាសាទព្រមានថាកុំទៅពេលយប់ទេកូនគេថាមានខ្មោចស្រីស្លៀកសំពត់បុរាណដើរយឺតក្នុងសាលាប្រាសាទពួកគេមិនជឿទេក៏លបចូលទៅពេលយប់ចុះខ្យល់ត្រជាក់ណាស់សំឡេងសត្វល្អិតនិងសំឡេងស្លឹកឈើឮខ្លាំងពួកគេអង្គុយជុំគ្នាក្បែរក្រាំងចាស់មួយសុវណ្ណមើលចុះប្រាសាទនេះស្អាតណាស់ពេលយប់បើមានខ្មោចមែនខ្ញុំចង់សួរវាថាសម័យបុរាណសាងសង់យ៉ាងម៉េចទើបធំបែបនេះស្រីពៅកុំនិយាយច្រើនទេខ្ញុំឮសំឡេងអីមកពីក្រោយហាក់ដូចជាសំឡេងស្រីយំស្រាប់តែពួកគេឮសំឡេងជើងសំពត់អូសដីនិងសំឡេងសើចស្ត្រីឮពីជាន់ខាងលើធីមានអ្នកមកលេងហ្មងប៉ុន្តែប្រាសាទបិទទៅណាវណ្ណាស្ងាត់ស្ដាប់មើលសំឡេងនោះកាន់តែច្បាស់មានសំឡេងស្រីហៅកូនអើយមកជាមួយម៉ាក់ណាកុំរត់ឆ្ងាយទេប្រាសាទនេះជាផ្ទះយើងសុភាភ័យខ្លាំងចាប់ដៃស្រីពៅយើងរត់ចេញទៅនោះជាខ្មោចអប្សរាមែនហើយគេថាវាចង់លបែងជាមួយមនុស្សរស់ប៉ុន្តែធីចង់បញ្ជាក់ក៏ឡើងចន្ទាថ្មចាស់ទៅជាន់ខាងលើជាមួយសុវណ្ណពេលឡើងដល់ពួកគេឃើញស្រមោលស្រីម្នាក់ស្លៀកសំពត់ខ្មែរបុរាណសក់វែងអំបែតដើរយឺតក្នុងសក់វនាស្រីនោះងាកមកមុខស្លេកស្លាំងភ្នែកខ្មោចចិត្តនិងនិយាយដោយសំឡេងត្រជាក់ថាអ្នកមករំខានឋានសួគ៌យើងធ្វើអីប្រលឹងយើងនៅថែរក្សាប្រាសាទនេះឥឡូវមកលេងជាមួយយើងចុះសុវណ្ណភ័យស្លុតស្រែកឡើងធីរត់ចុះវាជាខ្មោចពិតមែនពួកគេរត់ចុះក្រោមប៉ុន្តែផ្លូវចេញហាក់ដូចជាវែងជាងធម្មតាសំឡេងសើចឮជុំវិញនិងមានសំឡេងបុរសខឹងថាអ្នកបានមករំខានប្រលឹងស្ដេចឥឡូវកុំចេញទៅណាស្នាក់នៅជាមួយយើងជាដៃគូស្រីពៅនៅក្រោមយំសស្រាក់វណ្ណាមានដៃត្រជាក់ចាប់ជើងខ្ញុំជួយខ្ញុំផងវណ្ណាព្យាយាមរុញចេញប៉ុន្តែឃើញស្រមោលក្បាលអណ្ដែតមួយមានសេរីរាងខាងខ្នងហូរចេញកំពុងអណ្ដែតមកជិតធីនិងសុវណ្ណរត់ចូលក្រោមហើយពួកគេទាំង5ក្រសោបគ្នាស្រាប់តែឃើញស្រីខ្មោចនោះលេចចេញពីជញ្ជាំងថ្មដើរមកជិតដៃវែងអូសដីនាងនិយាយថាយើងស្លាប់ដោយធ្វើការសាងប្រាសាទឥឡូវអ្នកក៏ត្រូវនៅទីនេះជាមួយយើងជាមិត្តអំណោយដំណើរពួកគេស្រែកខ្លាំងរត់ទៅផ្លូវចេញសុភានឹកឃើញដល់ព្រះពុទ្ធក៏ចាប់អង្វរព្រះបាទខ្លាំងសំឡេងខ្មោចថយចុះបន្តិចប៉ុន្តែនៅតែឮសំឡេងហៅនឹងយំពួកគេអង្វរពេញមួយយប់រហូតដល់ព្រឹកព្រលឹមសំឡេងនោះបាត់ហើយពួកគេរត់ចេញបាន
ពីពេលនោះមកពួកគេមិនដែលត្រឡប់មកអង្គរវត្តពេលយប់ទៀតទេហើយរាល់ពេលនឹកឃើញក៏អធិដ្ឋានសម្រាប់ព្រលឹងទាំងនោះអ្នកភូមិនៅតែជឿថាប្រាសាទអង្គរវត្តមានព្រលឹងថែរក្សាហើយកុំរំខានវានៅពេលយប់